ចាប់ខ្លួនបរិសម្នាក់ដែលបង្កើត Facebook Page คล้ายៗបោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាងជននេះទទួលបានប្រាក់ពីអតិថិជនតែមិនផ្គត់ផ្គង់ផលិតផលកម្លាំងនាយកដ្ឋាននគរបាលទេសចរនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចាប់ខ្លួនបរិសម្នាក់ដែលបង្កើត Facebook Page คล้ายៗដើម្បីបោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាងតែនៅពេលទទួលបានលុយកក់ហើយបានប្រើគ្រប់មធ្យោបាយដើម្បីផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះក្នុងនោះមានទាំងជនបរទេសផងដែរដែលរងគ្រោះការចាប់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញពីឧត្តមសេនីយ៍តូសថេតអគ្គស្នងការនគរបាលជាតិថ្លែងប្រាប់បណ្ដាញព័ត៌មាន Free News លោកឧត្តមស្នេហ៍ឯករុនរតន៍វាសនាប្រធាននាយកដ្ឋាននគរបាលទេសចរបានឲ្យដឹងថាជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនឈ្មោះកឹមរដ្ឋាអាយុ37ឆ្នាំមានទីតាំងនៅភូមិខ្នាតខាងជើងឃុំបឹងត្រាញ់ខាងជើងស្រុកសំរោងខេត្តតាកែវលោកបានអះអាងថាជនល្មើសរូបនេះបង្កើត Facebook Page ជាច្រើនដើម្បីបោកប្រាស់ប្រជាពលរដ្ឋក្នុងនោះមានទាំងភ្ញៀវបរទេសផងដែរ Page Facebook ទាំងនោះរួមមានសែនជ័យដង្ខៅជ្រូកសាច់សេវាកម្មទិញលក់កសិផលនិងផលិតផលកសិកម្មកម្ពុជា Camgro Agri Service Company សេវាកម្មផ្គត់ផ្គង់មាន់និងសាច់មាន់គ្រប់ប្រភេទសេវាកម្មទិញលក់មាន់ស្រែកម្ពុជាសេវាកម្មទិញលក់មាន់គ្រប់ប្រភេទនិងគណនី Facebook ឈ្មោះកឹមរដ្ឋាពីយប់ដេប៉ូបោះដុំជ្រូកកណ្ដោសេវាកម្មទិញលក់មាន់ស្រែកម្ពុជានិងបានបង្កើត Facebook Page និង Account คล้ายៗជាច្រើនទៀតព្រមទាំងបណ្ដាញ Telegram ដើម្បីឆបោកលុយពីជនជាតិបរទេសនិងប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនករណីក្រោយពីជំនាញសាកសួរជនល្មើសរូបនេះបានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានធ្វើការឆបោកលុយពីជនជាតិខ្មែរនិងជនបរទេសជាច្រើនករណីតាមបណ្ដាញសង្គម Facebook ពិតប្រាកដមែននៅចំពោះមុខមន្ត្រីនគរបាលយុតិធធម៌ដូច្នេះសូមជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះពីការឆបោកលុយរបស់ឈ្មោះកឹមរដ្ឋាអាចទំនាក់ទំនងមកដាក់ពាក្យបណ្ដឹងបន្ថែមបាននៅការិយាល័យនីតិវិធីនៃនាយកដ្ឋាននគរបាលទេសចរអគ្គស្នងការនគរបាលជាតិនៅរៀងរាល់ម៉ោងធ្វើការសម្រាប់ទំនាក់ទំនងក្នុងការដាក់ពាក្យបណ្ដឹងសូមទូរស័ព្ទទៅកាន់លេខ Hotline របស់ការិយាល័យនីតិវិធី010 66 56 75